Dùng mấy ní Apple ban mình chơi iOS 21.2 official ជាផ្លូវការដែលបងប្អូនគ្រប់គ្នាគាត់អាចធ្វើការដំឡើងបានហើយនៅក្នុងវីដេអូនេះខ្ញុំក៏មាន5ចំណុចធំៗដែល Apple ក៏បានធ្វើការកែប្រែជាមួយនឹង version ថ្មីនេះផងដែរលើចូលកាន់វីដេអូលម្អិតតែម្ដងអញ្ចឹងចំណុចទី1គឺតាក់ទងនឹងអេក្រង់ lock screen របស់យើងតែម្ដងបើយើងចូលមកកាន់ lock screen ហើយសកត់តិចមកជាប៊ូតុង customize បន្តទៀតចុចទៅលើ mouse បងប្អូននឹងឃើញប៊ូតុងថ្មីមួយដែល Apple អនុញ្ញាតឲ្យយើងសេរី mouse នឹងចង់លក្ខណៈថាថ្លាបែបនេះក៏បានដែរចឹងបើខ្ញុំដាក់មកថ្លាបងប្អូនឃើញស្អាតប្លែកទេហើយយើងចង់ដាក់ ring ដិតក៏បានដែរអាហ្នឹងផ្នែកអេក្រង់ដែលគាត់បានធ្វើការកែប្រែចំណុចទី2តាក់ទងនឹង AirDrop ធម្មតាកាលពី version ចាស់បើយើងចង់ប្រើប្រាស់ AirDrop វាបានត្រឹមតែ10នាទីទេប៉ុន្តែជាមួយនឹង version 26.2 នេះបើយើងចូលមកកាន់ setting ហើយយើងចូលទៅកាន់ general កន្លែង AirDrop ហ្នឹងគឺគាត់បន្ថែមមុខងារថ្មីមួយគាត់ដាក់ថា manage known AirDrop contact ផ្នែកខាងក្រោមហ្នឹងណាអញ្ចឹងមុខងារហ្នឹងគឺគាត់អាចកំណត់ឲ្យជាលេខកូដឲ្យអ្នកដែលយើងស្គាល់តែម្ដងដែលយើងអាចធ្វើការ AirDrop បានរហូតដល់30ថ្ងៃជាមានន័យថាវាអត់ផុតទេលក្ខណៈថាលើកមុន10នាទីអីគឺផុតទេតែឥឡូវអត់ទេមួយទៀតក្នុងកម្មវិធី reminder បើយើងជាអ្នកប្រើប្រាស់កម្មវិធី reminder ពីមុនយើងអាចដាក់លក្ខណៈថាម៉ោងរោបានទេនៅក្នុងកម្មវិធី reminder ណាប៉ុន្តែឥឡូវយើងអាចដាក់បានហើយនៅពេលចុចប៊ូតុងបូកហ្នឹងវាមានមុខងារថ្មីមួយវាដាក់ថា urgent កន្លែង urgent ហ្នឹងនៅពេលយើងបើកគឺវានឹងឲ្យយើងធ្វើការដាក់ម៉ោងរោតែម្ដងជាមួយនឹងកម្មវិធី reminder របស់យើងអញ្ចឹងក្នុងករណីយើង list ឬក៏យើងដាក់អីជា note ចំណាំក្នុងកម្មវិធី reminder ហ្នឹងដល់ម៉ោងគឺវានឹងរោឲ្យយើងលើកនេះនៅពេលយើងដាក់ alarm ឬក៏ជាម៉ោងរោនៅលើទូរស័ព្ទរបស់យើងវាលក្ខណៈថាបង្ហាញថ្មីកាលពី version មុនអាម៉ោងរោហ្នឹងគឺប៊ូតុងពេលវា load ហ្នឹងគឺទូចមែនទែនតែលើកនេះគឺដាក់ឲ្យធំឲ្យយើងងាយស្រួលក្នុងការបិទឬក៏ដាក់ឲ្យវារោបន្តទៀតអីចឹងទៅពីមុននៅពេលគេផ្ញើសារឬក៏ call យើងប្រកាសជាឃើញវា load ភ្លើង flash នៅក្រៅទូរស័ព្ទរបស់យើងឯមែនទេប៉ុន្តែឥឡូវនេះ version 26.2 គឺគាត់អនុញ្ញាតឲ្យយើងប្រើប្រាស់អេក្រង់ក្នុងការ alert ដែរវា load លក្ខណៈភ្លឺផ្លេតអេក្រង់របស់យើងណាដើម្បីធ្វើការបើកបានងាយស្រួលទេចូលមកកាន់ setting ហើយចូលទៅកាន់ accessibility បន្តមកទៀតចូលមកកាន់ audio and visual ហើយបងប្អូនអូចូលក្រោម iPod មកកន្លែង flash for alert ហ្នឹងវានឹងមាន option មួយដែលយើងអាចធ្វើការបើកវាទៅហើយវាឲ្យយើងរើសកន្លែង screen នេះយើងចង់ដាក់ above ក៏បានដែរ above ហ្នឹងមានន័យថាអេក្រង់យើងក៏ភ្លឺផ្លេតហើយអា flash នៅខាងក្រៅទូរស័ព្ទរបស់យើងក៏ភ្លឺផ្លេតនៅពេលគេ call ឬក៏ផ្ញើសារអីចឹងណាអញ្ចឹងបើយើងចង់ដាក់ឲ្យវាភ្លឺតែអេក្រង់ក៏បានយើងផ្លេចតែអេក្រង់ទៅពេលគេផ្ញើសារមកយើងវាលោតអេក្រង់ភ្លឺផ្លេតឲ្យយើងជាដំណឹងមកនៅក្នុងកម្មវិធី password ដែលវាតែងតែកត់លេខសម្ងាត់របស់យើងក៏គាត់បានបន្ថែមមុខងារថ្មីមួយទៀតដែរបើយើងចូលមកកាន់ setting ហើយបងប្អូន search ថាកម្មវិធី password ទៅផ្នែកខាងក្រោមនេះវាដាក់ថា show excluded website អញ្ចឹងកន្លែងត្រង់ហ្នឹងនៅពេលយើងចុចមកវានឹងបង្ហាញមកថា website ណាមួយដែលវាអត់បានធ្វើការកត់លេខសម្ងាត់ទុកឲ្យយើងនិយាយទៅដូចវាប្រាប់យើងអញ្ចឹងណាបើយើងអត់បានកត់លេខសម្ងាត់អីទុក website ណាមួយវាប្រាប់ឲ្យយើងដឹងទៅយើងគួរតែកត់បញ្ចូលវាពេលក្រោយដើម្បីករណីយើងភ្លេចលេខកូដឬក៏ភ្លេចលេខសម្ងាត់អីវាមាន save ក្នុងកម្មវិធី password ហ្នឹងយើងអាចទៅយកបានអញ្ចឹងណាតាមពិតទៅ version នេះ Apple ក៏បានបញ្ចូលចំណុចតូចៗជាច្រើនទៀតផងដែរប៉ុន្តែខ្ញុំអត់រៀបរាប់ទេដោយសារតែអានេះជាចំណុចតែធំដែល Apple កែប្រែទៅយើងមើលឃើញណាបើក្រៅពីហ្នឹងវាជា internal ខាងក្នុងអញ្ចឹងវាអត់មានអីជាលើសហ្នឹងទេហើយតើតងថ្មតើតងការប្រើប្រាស់ល្បឿនខ្ញុំឃើញថាវាមិនជាខុសគ្នាជាមួយនឹង version មុនប្រហែលទេហើយបងប្អូនអាចសាកឡើងទៅកាន់ version ថ្មីហ្នឹងទៅ